Ngàyនេះខ្ញុំមកនិយាយរឿងទឹកឃ្មុំព្រៃនិងទឹកឃ្មុំចិញ្ចឹមមានបងប្អូនគាត់សួរថាតើការប្រើទឹកឃ្មុំចិញ្ចឹមវាបានប្រសិទ្ធភាពវាមានអត្ថប្រយោជន៍ច្រើនដូចទឹកឃ្មុំព្រៃអត់ពិតប្រាកដណាស់បងប្អូនអរគ្នាមិនថាទឹកឃ្មុំចិញ្ចឹមក៏ដោយទឹកឃ្មុំព្រៃក៏ដោយកាលណាទឹកឃ្មុំនោះសុទ្ធបងប្អូនយកទៅប្រើប្រាស់សុទ្ធតែមានប្រសិទ្ធភាពចំពោះការប្រើប្រាស់ទាំងអស់លើកលែងតែទឹកឃ្មុំនោះវាលាយជាមួយនឹងសារធាតុផ្សេងដែលធ្វើឲ្យការប្រើប្រាស់មិនទទួលបាននូវប្រសិទ្ធភាពដូចបងប្អូនដឹងអញ្ចឹងថាបច្ចុប្បន្ននេះចាសម័យបច្ចេកវិទ្យាកាន់តែដើរទៅមុខបញ្ចេកទេសចាចំណេះជំនាញនៃការធ្វើរបរវិស័យកសិកម្មឧស្សាហកម្មផ្សេងៗគឺមានការប្រែប្រួលទៅតាមសម័យកាលអញ្ចឹងมันខុសពីអ្នកដែលគាត់ប្រកបជាមួយនឹងរបរនៃការចិញ្ចឹមឃ្មុំទេការចិញ្ចឹមឃ្មុំបែបធម្មជាតិគឺមានន័យថាយើងយកឃ្មុំទៅដាក់នៅតំបន់ធម្មជាតិចាមានន័យថាមានព្រៃចកាកស៊ូចកាមានតង៉ែនចាឬមួយក៏អាកាសខ្យាការព្រៃចម្រុះផ្សេងហ្នឹងណាគឺយើងអាចយកវាទៅដាក់ដើម្បីឲ្យឃ្មុំវាធ្វើការដើររកទឹកដមរុក្ខជាតិទាំងអស់នោះចូលមកសម្បុករបស់វាហើយការប្រមូលផលនៃទឹកឃ្មុំចិញ្ចឹមគឺយើងមានកាលបរិច្ឆេទមានន័យថាយើងមានការប្រមូលផលទៅតាមបញ្ចេកទេសដូចជាទឹកឃ្មុំនោះវាមានការបិទចិត្តល្អបិទមុខប្រមូលចិត្តល្អកំហាប់ជាតិទឹកខាប់ធ្វើឲ្យទឹកឃ្មុំនោះគឺអាចរក្សាគុណភាពទុកបានយូរជាដើមទន្ទឹមនោះផងដែរចង់ជម្រាបជូនបងប្អូនថាទឹកឃ្មុំចិញ្ចឹមគឺយើងមានទៅតាមប្រភេទរុក្ខជាតិដូចជាដើមកដើមកស៊ូដើមមានតង៉ែនចាសារធាតុចិញ្ចឹមនៅរុក្ខជាតិទាំងអស់នោះគឺវាអត់ដូចគ្នាទេអញ្ចឹងទាំងរសជាតិទាំងក្លិនទាំងការរក្សាទុកទាំងការទុកដាក់គឺអត់ដូចគ្នាទេក៏ប៉ុន្តែអ្វីដែលដូចគ្នាគឺជាទឹកដមរបស់រុក្ខជាតិបែបធម្មជាតិដែលធ្វើការប្រមូលផលដោយសត្វឃ្មុំដែលវាហើរទៅរកទឹកដមយើងក៏លេខទៅមើលជាមួយនឹងពពួកទឹកឃ្មុំព្រៃវិញបងប្អូនតែងតែគិតថាទឹកឃ្មុំព្រៃល្អចាពិតប្រាកដណាស់បងទឹកឃ្មុំព្រៃគឺវាល្អដល់រាបណាជាទឹកឃ្មុំដែលมันមានការលាយជាមួយនឹងសារធាតុផ្សេងអញ្ចឹងសម្រាប់ទឹកឃ្មុំព្រៃទៀតសោតគឺយើងបែងចែកដែរវាមានប្រភេទឃ្មុំផ្លិតឃ្មុំចង្អេរឃ្មុំតូចឃ្មុំធំឃ្មុំព្រៃរ៉ាក់ក៏ដូចជាពពួកឃ្មុំព្រៃជ្រៅជាដើមអញ្ចឹងកាលណាឃ្មុំវានៅកន្លែងព្រៃរាក់មានន័យថារុក្ខជាតិស្រាលដូចជាឧទាហរណ៍ថា background នៅខាងក្រៅនេះណាយើងដើរទៅឃើញមានឃ្មុំមកសម្បុកអញ្ចឹងទៅយើងទៅប្រមូលទឹកដមនៃទឹកឃ្មុំនោះយើងយកមកប្រើវាអត់មានសារធាតុចិញ្ចឹមច្រើនអីណាស់ណាទេចាដោយតែទឹកឃ្មុំចិញ្ចឹមយើងធម្មជាតិឬមួយក៏យើងហៅថាវាមានតែសារធាតុចិញ្ចឹមមកពីប្រភេទរុក្ខជាតិដែលឃ្មុំវាទៅប្រមូលផលទឹកបានតែប៉ុណ្ណោះក៏ប៉ុន្តែបើសិនជាយើងទៅព្រៃជ្រៅដើមឈើធំដូចជាឧទាហរណ៍ថាតំបន់ភ្នំអរ៉ាល់ភ្នំដងរែកភ្នំធំណាចាគឺវាមានពពួកដូចជាឃ្មុំចង្អេរឃ្មុំធំសំបុកធំឬមួយក៏វានៅលើដើមឈើខ្ពស់ពិតប្រាកដណាស់វាមានទឹកដមរុក្ខជាតិចម្រុះច្រើនហើយក៏វាមានរសជាតិមួយបែបអញ្ចឹងទៅអញ្ចឹងការប្រើប្រាស់ទឹកឃ្មុំបើសិនជាបងប្អូនទាំងអស់គ្នាចាដូចជាមានតម្រូវការត្រឹមតែការទទួលទានជាប្រចាំថ្ងៃដើម្បីសុខភាពយកវាទៅឆុងជាមួយនឹងទឹកក្តៅបន្ថែមរសជាតិជាមួយនឹងខ្ញីឬក៏ក្រូចឆ្មាឬមួយក៏ត្រាំបែបជាឱសថមិនថាត្រាំកន្ទួតព្រៃត្រាំសមត្រាំខ្ទឹមឬក៏ត្រាំអីផ្សេងណាចាបងប្អូនយកវាទៅបំលែងចាអាហ្នឹងគឺអត់អីទេបងប្អូនចាយើងអាចយកវាទៅប្រើបានធម្មតាហើយអ្វីដែលសំខាន់មួយទៀតតម្លៃវាមានការធូរថ្លៃផងចាវាអត់ថ្លៃហើយបញ្ចេកទេសនៃការប្រមូលផលទឹកឃ្មុំនោះក៏វាគេហៅថាមានការប្រមូលផលត្រឹមត្រូវមានអនាម័យដូចបងប្អូនឃើញនៅលើដៃខ្ញុំនេះអញ្ចឹងអានេះគឺប្រភេទទឹកឃ្មុំចិញ្ចឹមតែយើងមិនមែនប្រមូលផលដោយការច្បាច់ដៃពូតអីទេគឺយើងមានឧបករណ៍ដើម្បីរវៃយកទៅទឹកហើយយើងចម្រោះវាឲ្យបានស្អាតល្អរួចហើយបានយើងធ្វើការដាក់ចូលដបហើយការប្រើដបទៀតសោតបងប្អូនចាការប្រើដបពពួកអស់នេះគឺវាអត់ធ្វើឲ្យបាត់បង់ខូចនៅប្រសិទ្ធភាពនៃទឹកឃ្មុំទេដោយសារយើងជ្រើសរើសប្រភេទដបដែលវាឲ្យមាំល្អអាចទុកបានយូរវាអត់ងាយនឹងចេញជ័រតែអ្វីដែលខ្ញុំសង្កេតឃើញភាគច្រើនបងប្អូនដែលគាត់លក់ទឹកឃ្មុំព្រៃឬមួយក៏បងប្អូនដែលគាត់រកបានទឹកឃ្មុំព្រៃណាគឺគាត់តែងតែដាក់នៅក្នុងដបទឹកសុទ្ធធម្មតាហ្នឹងគឺច្រើនអញ្ចឹងការដែលបងប្អូនយកទឹកឃ្មុំដែលជាប្រភេទទឹកឃ្មុំឆៅធម្មតាទឹកឃ្មុំឆៅគឺវាមានសីតុណ្ហភាពកម្ដៅចាទុកកាន់តែយូរទៅគឺវាក្ដៅអញ្ចឹងណាអញ្ចឹងការទុកដាក់គឺបងប្អូនត្រូវមើលដែរថាទុកនៅដបប្រភេទណាល្អឬក៏ទុកនៅកែវឬក៏ទុកនៅកន្លែងដែលត្រជាក់កន្លែងដែលក្ដៅបែបណាទៅតាមអីដែលបងប្អូនអាចធ្វើបាន
ចឹងសរុបមកមិនថាបងប្អូនទាំងអស់គ្នាហើយមានទឹកឃ្មុំព្រៃឬក៏មានទឹកឃ្មុំចិញ្ចឹមទេឲ្យតែទឹកឃ្មុំនោះសុទ្ធបងប្អូនយកទៅប្រើប្រាស់គឺអត់មានបញ្ហាចំពោះការប្រើប្រាស់ទេចាគឺអាចប្រើបានធម្មតាហើយបច្ចុប្បន្ននេះចង់ឲ្យបងប្អូនទាំងអស់គ្នាបើកចិត្តឲ្យទូលាយក្នុងការជួយគាំទ្រជាមួយនឹងកសិកម្មផ្នែកចិញ្ចឹមឃ្មុំក្នុងស្រុកយើងឲ្យបានច្រើនហើយបងប្អូនសាកក៏លេចមើលប្រទេសជុំវិញយើងណា ការចិញ្ចឹមឃ្មុំរបស់គេប្រជាជនគេគឺគេទទួលស្គាល់គេមានការដឹងឮគេមានការគាំទ្រនឹងច្រើនរហូតធ្វើឲ្យកំណើននៃកសិករគាត់ប្រកបរបរចិញ្ចឹមឃ្មុំនេះគឺកាន់តែច្រើនហើយទឹកឃ្មុំរបស់គេគឺអាចនាំចេញចែកចាយទៅតាមបណ្ដាប្រទេសផ្សេងៗហ្នឹងគឺបានទៀតក៏ប៉ុន្តែយើងក៏លេចមកមើលប្រទេសយើងវិញប្រទេសកម្ពុជាយើងតូច ហើយក៏ជាប្រទេសមួយដែលវាមានវិស័យកសិកម្មហ្នឹងគឺច្រើនគួរសមដែរអញ្ចឹងមានតែការគាំទ្រពីបងប្អូនទាំងអស់គ្នាទេបងប្អូនគាំទ្រជួយគាំទ្រទឹកឃ្មុំខ្មែរពួកខ្ញុំដែលជាគេហៅថាអ្នកចែកចាយអ្នកលក់អ្នកផ្គត់ផ្គង់គឺយើងមានកម្លាំងចិត្តក្នុងការបន្តជាមួយនឹងរបរនេះព្រោះថាបើសិនជាបងប្អូននៅតែបិទចិត្តថាអត់ទេអត់ប្រើទឹកឃ្មុំចិញ្ចឹមទេទាល់តែទឹកឃ្មុំព្រៃបានបងប្អូនប្រើទឹកឃ្មុំចិញ្ចឹមវាអត់ល្អទេហើយបែបនេះបែបនោះពួកខ្ញុំក៏អត់ដឹងថាយើងមានកម្លាំងចិត្តមកពីណាដើម្បីក្នុងការគេហៅថាបន្តជាមួយនឹងរបរនេះតទៅមុខទៀតអញ្ចឹងទៅអញ្ចឹងអ្វីដែលខ្ញុំចង់សរុបមកចង់ឲ្យបងប្អូនទាំងអស់គ្នាបើកចិត្តជួយគាំទ្រជួយស្វែងយល់ហើយអ្វីដែលសំខាន់តើបងប្អូនសាកប្រើថាតើទឹកឃ្មុំចិញ្ចឹមទឹកឃ្មុំព្រៃបងប្អូនប្រើទៅវាបែបណាទទួលបានប្រសិទ្ធភាពបែបណារសជាតិក្លិនពណ៌ការទុកដាក់នោះបែបណាតើបងប្អូនសាកល្បងប្រើអញ្ចឹងសរុបមកមិនថាទឹកឃ្មុំចិញ្ចឹមមិនថាទឹកឃ្មុំព្រៃទេឲ្យតែទឹកឃ្មុំនោះសុទ្ធចាมันមានការកែច្នៃมันមានការលាយជាមួយសារធាតុអីផ្សេងៗគឺបងប្អូនអាចយកទៅប្រើប្រាស់បានទាំងអស់ចាអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្ណឹងអរគុណសម្រាប់ការជួយចិត្តការតាមដានមើលវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនស្រឡាញ់ជួយចិត្តនៃវីដេអូបែបការចែកម្លែកបែបនេះគឺកុំភ្លេចជួយ comment ឲ្យជាកម្លាំងចិត្តដើម្បីនាងខ្ញុំនឹងធ្វើការចែកម្លែកវីដេអូផ្សេងៗពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ការទុកដាក់ជាមួយនឹងការប្រើប្រាស់ទឹកឃ្មុំឲ្យបានកាន់តែមានប្រសិទ្ធភាពទៅតាមតម្រូវការបងប្អូនចង់បានហើយបើបងប្អូនចង់ដឹងអំពីការទុកដាក់ទឹកឃ្មុំការប្រើប្រាស់បែបណាកុំឲ្យយើងមានបញ្ហាលើសជាតិស្ករឬក៏ប្រឈមទៅជាទឹកនោមផ្អែមក៏បងប្អូនអាចធ្វើការ comment នៅខាងក្រោមវីដេអូនឹងបានដូចគ្នាអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្ណឹងសូមអរគុណច្រើនជម្រាបលាបាយបាយ